ការវិនិយោគសាងសង់ TIA ដំណាក់កាលទី1មានចំនួន$2,300 លានអាមេរិកដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយអ្នកដំណើរស្ថានីយអ្នកដំណើរពិសេស VVIP Terminal ទីលានចុះចតយន្តហោះអាគារនិងហេដ្ឋារចនាសម្ព័ន្ធទៅទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន TIA រួមមានផ្លូវស្ពានអាកាសឃ្លាំងទំនិញចំណាយហេដ្ឋារចនាសម្ព័ន្ធនិងចំណាយសម្រាប់ការទេប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិពូជតុងមក TIA ទុនវិនិយោគគឺប្រើដើមទុនតល់របស់ក្រុមហ៊ុន OCIC និងការចូលរួមទុនតាមរយៈមូលបត្របំណុលពីស្ថាប័នធនាគារនិងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកអាកាសយានដ្ឋានអន្តរជាតិដៃជោត្រូវបានសាងសង់រួមមាន3ដំណាក់កាលដោយដំណាក់កាលទី1មានសមត្ថភាពអាចទទួលអ្នកដំណើរបាន13លានអ្នកក្នុងមួយឆ្នាំដំណាក់កាលទី2អាចទទួលអ្នកដំណើរបាន30លានអ្នកក្នុងមួយឆ្នាំដំណាក់កាលទី3អាចទទួលអ្នកដំណើរបាន50លានអ្នកក្នុងមួយឆ្នាំ